បាទដូចជា Emida Cloudbridge អញ្ចឹងគាត់ប្រើបាញ់កានឹងតាំងពីដើមទីរហូតដល់ចប់បាទបង្ហាញទៅក្នុងដំណឹងប្រធានបទថ្នាំកញ្ចប់ស្រមើលមូតេពពួកបឺជាជក់បង្ហាញអំពីធាតុកម្មមូលហេតុបញ្ជាខ្ញុំបង្ហាញអំពីធាតុកម្មទាំងនេះទីមួយគឺបងប្អូនប្រើប្រាស់ចំគោលដៅបាទគឺថាយើងទៅសម្រាប់ស្មើលុយប្រភេទមូតេប្រភេទបឺជាជក់ទៅគឺយើងយកប្រភេទធាតុកម្មទាំងនេះទៅគឺចំគោលដៅទាំងដល់ហើយមួយវិញទៀតគឺគាត់ប្រើថ្នាំគាត់ប្រើថ្នាំដដែលអញ្ចឹងបងប្អូនអត់ផ្លាស់ប្ដូរបាទដូចជា Emida Cloudbridge អញ្ចឹងគាត់ប្រើបាញ់កានឹងតាំងពីដើមទីរហូតដល់ចប់បាទហើយពេលខ្លះគឺនៅពេលដែលគាត់បាញ់ទៅសង្កេតមើលនៅក្នុងដំណាំរបស់គាត់គឺឃើញវាអត់ងាប់សត្វល្អិតអញ្ចឹងបាទដោយសារតែមិនមែនថាដោយសារតែថ្នាំហ្នឹងគឺវាអត់ប្រកែអត់ខ្លាំងទេវាស៊ាំជាមួយនឹងថ្នាំអញ្ចឹងគឺយើងត្រូវការដូរធាតុកម្មបាទនៅក្នុងមួយឆ្នាំគឺយើងដូរបានពី3ដងទៅគឺកាន់តែល្អបងប្អូនដើម្បីកុំឲ្យប្រភេទថ្នាំប្រភេទធាតុកម្មខ្លះគឺវាស៊ាំនឹងថ្នាំយើងអាចដូរបានទាន់ពេលវេលាតែម្ដងបាទអញ្ចឹងគឺយើងមកអានទាំងអស់គ្នាបងប្អូន Imidacloprid Dimethoxam Acetamiprid Pripronel ហើយបងប្អូនដែលបានរៀនទាំងអស់នេះគឺសម្រាប់ធាតុសង្កម្មទៅលើហ្នឹងទៅគឺខ្ញុំបានប្រាប់បងប្អូនរួចហើយបាទអាចទៅចូលមើលវីដេអូចាស់បានបាទហើយមួយវិញទៀតគឺបងប្អូនដែលចង់បានថ្នាំប្រភេទសត្វល្អិតដែលមានធាតុកម្មបែបនេះគឺបងប្អូនអាចទាក់ទងមកខាងខ្ញុំបានបាទឬក៏បងប្អូនទៅរកកន្លែងឌីពូកន្លែងទីលក់នៅជិតផ្ទះបងប្អូនក៏បានដែរបាទ